hạ đầm man lên mà các bạch đi đây bong bóng ơi ở lấy trong đô sra mà cái vô ta gặp vợ mà phay pi gặp bông tới ban này bạch gặp vợ mà phay pi gặp bông đô ban mà cái ọp miếng mà phay buôn gặp vợ lịnh môn đi này chân bong bóng để chỉ nhẹ lụa chân np để trong mà đô sra bi hạ đầm man vô ta mà phay pi gặp vợ ban này dân đô ban mà phay buôn gặp bông mà mà cái gì ta tiệt bạch chân nó so pe và mán khai thiệt ai mua chết xong mà chạy chung bong bóng bạch khơi vòn chờn chẳng bóng ôn mẹn đo ngay tí đập để thành ba cầm nót ở chụp đạm vòn nó cứ hạ đầm man tay bật to cả đãi nè bàn tay nó bật to cả đủ bật xin gì bóng ôn nó stock trà miền này tha ngay tí mũi khai đập cứ cái môn hạ đầm man lên phải lít xá đặt cả vơi cả bông đầm vòn mau tiệt hào bàn tay bóng ôn này chỉ nhẹ lụa nơi stock trà lụa mình toàn rồi cả bóng ôn này chỉ nhẹ nhầm quạt nhằm hơi nó soi vào cái bóng mình đừng thay vô tọt đô cái đô ót phụ đo ngay cầm nót để thay chụp oi đô của vào hơi cọ krom hôn hạ làm ăn nơi té miên tầm nua kho trứ vô cái vào bị bom ốt đô bom ốt vô cho krom hôn vinh tầng ót tem đong tu bây chỉ đo ngay cầm nót chụp oi đô cái đòi bà bàn tay krom hôn chụp bẩn lít đai cái bóng na để miên vòn màu tiền hời bà bom ốt trong đắng mà đập bom xây trên một cha để pô lụa tầng ót này រៀបរដ្ឋាភិបាលគេបានកំណត់នៅថ្ងៃទី1ខែ10ក្រុមហ៊ុនក៏គេបានកំណត់ដូចគ្នាគេនឹងបញ្ចេញផលិតផលហនុមានដូចគ្នាប៉ុន្តែมันមានរង្វាន់ទេប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺមានន័យថាចេះស្តុកថ្មីរបស់គេมันមានរង្វាន់ប៉ុន្តែស្តុកចាស់ដែលមានរង្វាន់ក្រុមហ៊ុនហនុមាននៅតែបន្តទទួលខុសត្រូវដូររង្វាន់ឲ្យអស់ពីស្តុកឲ្យអស់ពីផ្ទះប្រជាជនយើងតែម្ដងចា៎បងឥឡូវខ្ញុំលើដំណឹងល្អសម្រាប់អ្នកលក់ឬក៏អ្នកនាំចូលហនុមានយកមកលក់ឬក៏ជាម្ចាស់ដេប៉ូខ្ញុំលឺថាឥឡូវក្រុមហ៊ុនកាលមុនត្រូវរង្វាន់មកគេថាចង់បដូររង្វាន់មកកេះត្រូវយកកវ៉ៃកំប៉ុងហ្នឹង24កវ៉ៃយកទៅដូរចាឥឡូវលឺថាហនុមានគាត់ដាក់ឲ្យតែ22កវ៉ៃទេបានមកកេះបណ្ដោយចាអាហ្នឹងមកទទួលបានដំណឹងហ្នឹងយ៉ាងម៉េចទេបងខ្ញុំលឺដែរដំបូងខ្ញុំគិតថាគេរបៀបថា April Fool គេហៅថាការកុហកលេងណាប៉ុន្តែដល់ពេលឥឡូវហ្នឹងបានមកជួបនៅក្រុមហ៊ុនគេបានបញ្ជាក់ថា 100% គឺការអនុវត្តផ្លាស់ប្ដូរក្រវល់ជាមួយអតិថិជនដែលយកតែ22ក្រវល់ឬក៏22កំប៉ុងហ្នឹងគឺទទួលបានមួយកេះហ្នឹងគឺជារឿងល្អហ្នឹងមិនមែនតែជំរុញឲ្យគេហូបឲ្យច្រើនទេគឺគ្រាន់តែថាជួយឲ្យបងប្អូនយើងគឺចំណេញកាន់តែច្រើនអញ្ចឹងទទួលបានផលចំណេញច្រើនប្រជាជនយើងមានថវិកាច្រើនជួយសេដ្ឋកិច្ចការចំណាយចំណូលអីវាកើនឡើងទៅតាមហ្នឹងប៉ុន្តែមិនមែនជាការលើកទឹកចិត្តឲ្យទៅហូបអីទេតែគ្រាន់តែជាការលើកស្ទួយនៃការចំណេញពេលដែលយើងមានផលចំណេញយើងចំណាយទៅតាមហ្នឹងដែរចាចំណេញទាំងអស់គ្នាចាបងយកឃើញយ៉ាងណានៅពេលដែលកវលកំប៉ុងយើងគឺចិត្តដល់ថ្ងៃបិទហើយតែស្រាប់តែក្រុមហ៊ុនហាត់ដំណើរក៏អត់ដំឡើងតម្លៃទេតែជាបញ្ចុះតម្លៃអ្វីមានន័យថាមុន24កវលបានដូរបានមួយកេះឥឡូវបានក៏ត្រឹម22កវលវិញមកដូរបានមួយកេះចុះបងយកឃើញយ៉ាងណាសម្រាប់ក្រុមហ៊ុនហាត់ដំណើរដែលបានដាក់គោលការណ៍បែបនេះចេញនៅពេលដែលចិត្តបញ្ចប់ក្នុងការមានកវលសម្បត្តិចឹងចាតើតងជាមួយឡៃហ្នឹងខ្ញុំជាអ្នកបោះដុំខ្ញុំដឹងពីអតិថិជនរាយមួយចំនួនធំគឺគាត់បារម្ភថាអត់មានកវលគឺអត់ចំណេញទេចានៅពេលដែលអត់មានកវលអត់ចំណេញស្រាប់តែក្រុមហ៊ុនហនុមានបែរទៅជាបញ្ចុះថ្លៃកវលទៅវិញធ្វើឲ្យគាត់មើលឃើញថាអូខេប្រាក់ចំណេញហ្នឹងកាន់តែច្រើនអញ្ចឹងឲ្យគាត់ចាប់ផ្ដើមរៀនបរិបត្តិមួយថាអូឥឡូវហ្នឹងណាចំណេញហើយយើងរកចំណេញហ្នឹងសិនទៅព្រោះវាអត់ទាន់ដល់ពេលវេលាទេបច្ចុប្បន្នភាពយើងទៅតែខែ5អញ្ចឹងនៅសល់5ខែទៀតដែលយើងទទួលបានប្រាក់ចំណេញពីហនុមានអញ្ចឹងរយៈពេលហ្នឹងក៏វាយូរដែរអញ្ចឹងទម្រាំទៅដល់ពេលដែលគេបិទអ្នកដែលជាអតិថិជនហនុមានក៏ចំណេញច្រើនបាត់ទៅហើយអញ្ចឹងគាត់លែងសូវបារម្ភលែង stress ហើយអញ្ចឹងអាហ្នឹងយើងរៀនទៅតាមបរិបទហ្នឹងអានេះក៏ជារឿងមួយល្អដែលឲ្យបងគាត់ចំណេញកាន់តែច្រើនអញ្ចឹងបងប្អូនប្រកាសជាបានទទួលនូវព័ត៌មានពីបងស្រីជាម្ចាស់ដេប៉ូលក់ស្រាប៊ីហនុមានហើយបាទអញ្ចឹងយើងសូមអរគុណសូមគោរពទាំងអស់គ្នាបងប្អូនបាទ